សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញវីដេអូមួយដែលជាជំនឿរបស់បងប្អូនខ្មែរយើងជនជាតិភាគតិចដែលនៅខេត្តព្រះវិហារអញ្ចឹងជាទូទៅនៅរដូវភ្ជុំបិណ្ឌក៏ដូចជាចូលឆ្នាំប្រជាពលរដ្ឋយើងដែលរស់នៅភូមិភាគតិចនៅខាងខេត្តព្រះវិហារគេមានពិធីគេហៅថាសែនដូនតាអញ្ចឹងពិធីនេះគឺគេមានរៀបចំជាមាន់ស្ងោរមានក្បាលជ្រូកមានត្រីមានផ្លែឈើមានបង្អែមហើយក៏គេមានលោកតាអាចារ្យម្នាក់ដែលលោកមានចំណេះដឹងខាងប្រពៃណីហ្នឹងដើម្បីលោកធ្វើកិច្ចពិធីហ្នឹងអញ្ចឹងគេមានរបៀបរបបច្បាស់លាស់ណាតាំងពីដើមមកហើយគឺដូនតាយើងគឺដល់ដើគឺតែងតែមានការគោរពអញ្ជើញជាការរៀបចំនៅបង្អែមផ្លែឈើលាមកលៀងកដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនហើយពិធីនេះគឺធ្វើជាប្រចាំធ្វើជាប់លាប់ណាมันមានខែឬក៏រដូវណាដែលมันភ្លេចឬក៏ភ្លេចធ្វើទេគឺដើម្បីសុំសេចក្តីសុខសេចក្តីចម្រើននេះជាវីដេអូបង្ហាញបងប្អូនអរគ្នាពីទំនៀមទម្លាប់វប្បធម៌របស់ជនជាតិភាគតិចនៅខាងខេត្តព្រះវិហារយើងបើបងប្អូនពេញចិត្តក៏សូមតាមដានហើយក៏សូមជួយឲ្យបេះដូងមួយដើម្បីជាកម្លាំងចិត្តដើម្បីធ្វើវីដេអូថ្មីៗឲ្យបងប្អូនទស្សនាបន្តសូមអរគុណសូមជម្រាបលា